ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទសូមជូនទស្សនីយភាពបងប្អូនទាំងអស់គ្នាទៅកាន់ប្រាសាទព្រះខ័នបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7និងបានស្ថាបនាឡើងនៅសតវត្សទី12ក្នុងឆ្នាំ1191ទោះជាប្រាសាទព្រះខ័ននេះបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ក្តីប៉ុន្តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គនោះទេដោយព្រះមហាក្សត្រក្រោយៗទៀតលោកបានកសាងបន្ថែមបន្តបន្ទាប់នៅគ្រិស្តសតវត្សទី12និងទី13ចំពោះក្បាច់រចនាវិញវាមានលក្ខណៈដូចទៅនឹងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មផងដែរហើយអ្វីដែលធ្វើឲ្យខ្ញុំបានចាប់អារម្មណ៍ជាពិសេសផងដែរនោះគឺរូបចម្លាក់របស់ព្រះនាងជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវីគឺបានរក្សានៅភាពល្អឥតខ្ចោះនិងប្រណិតដដែលចំពោះអ្នកដែលបានចូលទៅទស្សនានៅឯប្រាសាទព្រះខ័នគឺនឹងមិនងាយរំលងជាមួយនឹងការបដិតយករូបភាពនៃប្រាសាទពីរជាន់នេះទេបើយើងនិយាយអំពីបរិយាកាសជុំវិញនៃប្រាសាទនេះវិញគឺហ៊ុំព័ទ្ធទៅដោយព្រៃឈើធម្មជាតិជាច្រើនដែលបង្កឲ្យអ្នកទស្សនាមានភាពត្រជាក់ចិត្តនិងមិនមានភាពហត់នឿយឡើយ